រឿងរ៉ាវកាន់តែក្តៅកគុកបន្តក្រោយលោកជំទាវចនចាលក្ខណៈបានបន្តទម្លាយរឿងស្រីកំណាន់ធ្លាប់ទទួលបាននៅកាដូបាទជិត50ដុំថ្មតែមិនស្កប់ឥឡូវនេះថែម10ដុំថ្មទៀតអញ្ចឹងបានថាស្រីកំណាញ់គឺធ្លាប់បាទព្រឹត្តមេដៃទទួលស្គាល់ឈប់តាក់ទងជាមួយអញ្ចឹងណាក៏ប៉ុន្តែនៅតែមានរឿងរ៉ាវបែបហ្នឹងទៅទៀតយើងដឹងថាមហាជននិងអ្នកលេងបណ្ដាញសង្គមច្បាស់ជាបានជ្រាបរួចទៅហើយនៅរឿងរ៉ាវដ៏គួរភ្ញាក់ផ្អើលមួយបានកើតឡើងនៅកណ្ដាលយប់កាលពីថ្ងៃទី1ឧសភា2025កន្លងទៅពាក់ព័ន្ធទៅនឹងករណីភរិយាដើមប្រើប្រាស់ហិង្សាទៅកាន់ស្រីកំណាញ់របស់ស្វាមីក្នុងនោះផងដែរកម្លាំងផ្នែកជំនាញនៃអធិការនគរបាលខណ្ឌទូកោកបានចុះអន្តរាគមន៍និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន2នាក់ពីបទបាទនៃការប្រើប្រាស់អំពើហិង្សាដោយចេតនាដែលមានស្ថានទម្ងន់ទោសដោយជនបង្កបានប្រើប្រាស់នៅដំបងមូប្រើដៃនិងប្រើប្រាស់រថយន្តម៉ាករ៉ូទ័របាទជិះដេញបំបុកជនរងគ្រោះបណ្ដារងគ្រោះរងរបួសជាច្រើនកន្លែងនិងរងការខូចខាតមកក្រោយទាំងស្រុងតែម្ដងរាយជនសង្ស័យជាបពុម្នាក់ទៀតបាទជាភេទប្រុសបានកិច្ចខ្លួនបាត់ទៅហើយតាមព័ត៌មានដែលទទួលបានពីទំព័រ Facebook ផ្លូវការរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថានគរបាលខណ្ឌទូកោកបានឃាត់ខ្លួនស្ត្រី2នាក់ក្នុងនោះគឺករណីហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោសដែលឡែកបច្ចុប្បន្នជនសង្ស័យទាំង2នាក់ខាងលើបាននឹងកំពុងតែធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌទូកោកដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់ចឹងយើងដឹងថាករណីហិង្សានេះបានធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានការឆោឡោទាំងយប់តែម្ដងការចេញពីភ្លើងស្នេហាត្រីកោណដោយមុននឹងឈានដល់ការកើតហេតុខាងលើនេះភាគីជនសរសៃដែលជាប្រពន្ធដើមបានបញ្ជាក់នៅក្នុងវីដេអូថាឈ្មោះស្រីចាបចិន្តាដែលតែងតែបានរវីរវល់ជាមួយនឹងប្រិយរបស់ខ្លួនដើម្បីតាក់ទងគ្នាលុះដល់ថ្ងៃកើតហេតុនារីខាងលើបានមកគូទ្វារដើម្បីស្វែងរកប្រិយរបស់ខ្លួនទើបធ្វើឲ្យខ្លួនមានការខឹងសម្បាហើយក៏បបួលបងប្អូននាំគ្នាព្រួតដេញវាយតែម្ដងយ៉ាងណាមិញជុំវិញទៅនឹងរឿងរ៉ាវខាងលើនេះត្រូវបានមហាជននៅក្នុងបណ្ដាញសង្គមបានចេញមុខមកបញ្ចេញមតិវែកញែករៀងៗខ្លួនដែលក្នុងនោះយើងក៏ឃើញថាលោកជំទាវចនច័ន្ទលក្ខណៈក៏បានបញ្ចេញមតិរបស់ខ្លួនជាបន្តបន្ទាប់ជាពិសេសគឺច្បាប់ឯកភាពបាទគេថាច្បាប់ឯកពន្ធភាពអនុវត្តទៅលើការស្រីយកប្តីគេផងដើម្បីឲ្យឧត្តមស៊ីវិលបាទមានតម្លាភាពនិងមានតម្លៃលើពីនោះលោកជំទាវចនច័ន្ទលក្ខណៈក៏បានចេញសារជាថ្មីម្ដងទៀតដោយលោកជំទាវមិនចង់ឃើញមានអំពើហិង្សានោះឡើយប៉ុន្តែក៏ត្រូវតែស្វែងរកគេហៅថាយុទ្ធធម៌ប្រពន្ធដើមផងដែរដោយពាក្យចាស់លោកពោលថាមានភ្លើងទើបមានផ្សែងដែលឡែកខានរឿងរ៉ាវមួយនេះនៅតែបន្តជាទីចាប់អារម្មណ៍ពីមហាជនបាទស្រាប់តែយើងឃើញថាលោកជំទាវចនច័ន្ទលក្ខណៈក៏បានបង្ហោះសារមួយទៀតនៅលើបណ្ដាញសង្គម Facebook របស់ខ្លួនបាទកាលពីថ្ងៃទី4ឧសភា2025ដែលធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងដោយលោកជំទាវរៀបរាប់ថាអាណិតជនរងគ្រោះណាស់ដែលកន្លងមកទទួលបាននៅកាដូជិត50ដុំថ្មទៅហើយតែមិនស្កប់ឥឡូវនេះថែម10ដុំថ្មថែមទៀតដល់គេលេងឲ្យគេស្រែករកយុទ្ធធម៌តែម្ដងលើពីនេះទៅទៀតនោះលោកជំទាវចនច័ន្ទលក្ខណៈក៏បានបង្ហោះរូបភាពលិខិតបាទកិច្ចសន្យាដែលស្រីកំណាញ់ធ្លាប់ធ្វើបញ្ចប់ទំនាក់ទំនងជាមួយនឹងស្វាមីភាគីខាងប្តីកាលអំឡុងឆ្នាំ2021ទៀតផងបាទអញ្ចឹងមានថាធ្លាប់បានប្រឌិតមេដៃប្រឌិតអីទទួលស្គាល់កំហុសជប់តាក់ទងហើយក៏ប៉ុន្តែបាទនៅតែបន្តអញ្ចឹងយើងឃើញថាប្រហែលម្សិលមិញនេះខាងស្រីក៏បានចេញមកបកស្រាយដែរថាគាត់ក៏ជាជនរងគ្រោះដែរដោយខាងប្រុសគឺលួងលោមអីអញ្ចឹងណាលួងលោមដើម្បីសុំស្រឡាញ់ថាអត់មានប្រពន្ធទេអត់មានសាច់ញាតិទេហើយតមកក៏ដឹងថាមានប្រពន្ធគាត់ក៏ព្យាយាមលួងលោមបន្តទៀតថាគាត់នឹងបញ្ឈប់អីអញ្ចឹងណាបាទគាត់នឹងឈប់គាត់នឹងលែងប្រពន្ធដើម្បីមកយកយើងតែជាលទ្ធផលបាទបង្កើតទៅជារឿងអត់តតែបាន